ជាសៀវភៅសម្ដីគ្មានន័យដែលជាប្រភេទសៀវភៅបែបអភិវឌ្ឍខ្លួនខ្លឹមសារនៅក្នុងសៀវភៅនេះនឹងបង្ហាញពីរបៀបនៅក្នុងការប្រើប្រាស់ពាក្យសម្ដីរបស់ខ្លួននៅក្នុងទំនាក់ទំនងរស់នៅរបស់យើងឲ្យបានកាន់តែល្អប្រសើរជាងមុនយើងដឹងហើយថាពាក្យសម្ដីដែលនិយាយចេញទៅហើយគឺមិនអាចកែប្រែឡើងវិញបានទេបែបនេះមុននិយាយអ្វីចេញទៅខាងក្រៅគឺយើងត្រូវតែចេះគិតពិចារណាជាមុននឹងទៅនិយាយអ្វីចេញមកកលៈទេសៈខ្លះមិនប្រកាសថាត្រូវតែនិយាយចេញមកទេពេលខ្លះការដែលមិននិយាយអ្វីក៏អាចជួយយើងឲ្យចេញផុតពីបញ្ហាបានផងដែរសៀវភៅនេះនឹងបង្ហាញពីរបៀបនៅក្នុងការប្រើប្រាស់ពាក្យសម្ដីរបស់ខ្លួនឲ្យស្របតាមកលៈទេសៈដោយនៅក្នុងសៀវភៅមួយក្បាលនេះគឺមានរហូតដល់ទៅ35អត្ថបទដែលជា35របៀបនៅក្នុងការរៀបចំគ្រប់គ្រងពាក្យសម្ដីរបស់ខ្លួនឲ្យបានអស់ពាក្យសម្ដីល្អអាចរក្សាចំណងមិត្តភាពពាក្យសម្ដីល្អអាចបង្ហាញពីគុណតម្លៃរបស់ខ្លួនអ្នកដែលចេះប្រើប្រាស់ពាក្យសម្ដីអាចបង្កើតទំនាក់ទំនងមួយបានកាន់តែល្អអ្នកដែលចេះប្រើប្រាស់ពាក្យសម្ដីអាចផ្ដល់ឱកាសឲ្យខ្លួនឯងនិងបញ្ជៀសខ្លួនចេញពីបញ្ហាផ្សេងៗបានដូចនេះបើបងប្អូនចង់ផ្លាស់ប្ដូរខ្លួនឯងកែប្រែទម្លាប់នៅក្នុងការនិយាយស្ដីឲ្យបានល្អប្រសើរជាងមុនចង់ឲ្យសម្ដីរបស់ខ្លួនមានន័យមានប្រយោជន៍អ្នកដទៃឲ្យតម្លៃអាចសាកល្បងអានសៀវភៅមួយក្បាលនេះបានតែបងប្អូនទាំងអស់គ្នាអាចរកជាបាននៅเพจនគរសៀវភៅ